ម៉ាស៊ីននេះអាចបំផ្លាញដើមឈើមួយដុំដែលមានរាងរដុបឲ្យคล้ายជាបន្ទះឈើធំមួយបានហើយវាធ្វើបែបនេះដោយមិនធ្វើឲ្យដើមឈើភាគច្រើនคล้ายជាកម្ទេចឈើនោះទេដំបូងដើមឈើដែលមានផ្ទៃមិនស្មើត្រូវបានដាក់ចូលក្នុងម៉ាស៊ីនបកសម្បកឈើបែបវិលដែលហៅថា rotary peeling machine ដើមឈើនឹងវិលជុំខណៈកាំបិតមុតមួយសង្កត់លើផ្ទៃរបស់វាដូចជាការខាត់ខួងខ្មៅដៃដោយម៉ាស៊ីនបកស្រទាប់ឈើចេញជាបន្តបន្ទាប់រហូតคล้ายជាសន្លឹកឈើវែងមួយជំនួសឲ្យការកាត់ដើមឈើជាបំណែកតូចៗម៉ាស៊ីននេះអាចបំផ្លាញវាទៅជាស្រទាប់ឈើស្តើងៗជាប់គ្នាដែលមានកម្រាស់ស្មើៗគ្នាបន្ទាប់មកសន្លឹកឈើទាំងនេះត្រូវបានកាត់សម្ងួតនិងលាបកៅកម្មករយកសន្លឹកឈើមកដាក់ជាជាន់ៗហើយបញ្ជូនកញ្ចប់ទាំងមូលចូលក្នុងម៉ាស៊ីនសង្កត់ក្តៅកម្ដៅនិងសម្ពាធធ្វើឲ្យស្រទាប់ឈើទាំងនោះជាប់គ្នាហើយคล้ายជាបន្ទះឈើដ៏រឹងមាំមួយបន្ទាប់មកគេកាត់សងខាងឲ្យស្មើខាត់ផ្ទៃឲ្យរលោងហើយពេលខ្លះក៏បន្ថែមស្រទាប់ឈើសម្រាប់តុបតែងពីលើផងដែរនេះហើយជាវិធីដែលគេផលិតបន្ទះឈើ plywood ប៉ុន្តែចំណុចដែលឆ្លាតវៃគឺសូម្បីតែសំណល់ឈើក៏មិនចាំបាច់ត្រូវបោះចោលដែរព្រោះសំណល់អាចត្រូវបានកិនឬបំបែកជាបំណែកតូចៗលាយជាមួយកៅហើយចុចបង្កើតជាផលិតផលឈើកែច្នៃប្រភេទផ្សេងទៀតដូច្នេះជំនួសឲ្យការបោះចោលផ្នែកធំៗនៃដើមឈើការកែច្នៃឈើសម័យទំនើបព្យាយាមយកស្ទើរតែគ្រប់ផ្នែករបស់វាមកប្រើប្រាស់ឲ្យមានប្រយោជន៍ Larita Bus ផ្ដល់សេវាដឹកជញ្ជូនអ្នកដំណើររវាងភ្នំពេញនិងបណ្ដាខេត្តសំខាន់ៗជាមួយរថយន្ត Ford Transit និងរថយន្តក្រែកេងប្រកបដោយផាសុកភាពនិងសុវត្ថិភាពហើយកក់សំបុត្រជ្រើសរើសកៅអីនិងទូទាត់ប្រាក់បានយ៉ាងងាយស្រួលតាម Larita Bus App ធ្វើដំណើរជាមួយ Larita Bus ដើម្បីទទួលបានបទពិសោធន៍ធ្វើដំណើរដែលទាន់ពេលនិងទុកចិត្តបាន Facebook Page Larita Bus